រថយន្តដឹកកម្មករក្រឡាប់បណ្ដាលឲ្យកម្មកររងរបួសធ្ងន់ស្រាល5នាក់នៅស្រុកគងពិសីរថយន្តដឹកកម្មករគ្រឿងបានជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់នៅចំណុចផ្លូវលំស្ថិតក្នុងភូមិអណ្ដូងច្រោះឃុំស្នំក្រពើស្រុកគងពិសីខេត្តកំពង់ស្ពឺកាលពីថ្ងៃទី21ខែឧសភាឆ្នាំ2025វេលាម៉ោង20:15នាទីបណ្ដាលឲ្យកម្មករប្រុសស្រីចំនួន5នាក់រងរបួសធ្ងន់ស្រាលយោងតាមសម្ដីមន្ត្រីនគរបាលចរាចរណ៍នៃអធិការដ្ឋាននគរបាលស្រុកគងពិសីដែលបានចុះទៅកាន់កន្លែងកើតហេតុបានដឹងថាហេតុការណ៍រថយន្តក្រឡាប់ចាក់ចោលកម្មករបណ្ដាលមកពីបញ្ហាបច្ចេកទេសយានយន្តគឺរថយន្តដាច់រ៉ូទិលពេលកំពុងបើកបរមន្ត្រីដដែលបញ្ជាក់ថារថយន្តដឹកកម្មកររោងចក្រខាងលើម៉ាកហ៊ីយិនដៃពណ៌សពាក់ផ្លាកលេខកំពង់ស្ពឺ 2A3687 អ្នកបើកបរឈ្មោះវ៉ានឆឹកភេទប្រុសអាយុ30ឆ្នាំរស់នៅភូមិព្រៃក្លេឃុំពោមរៀលស្រុកបរសែតខេត្តកំពង់ស្ពឺរថយន្តនេះបានផ្ទុកកម្មករកម្មការិនីដែលចេញពីរោងចក្រសរុប35នាក់ដើម្បីវិលត្រឡប់ទៅកាន់ភូមិឋានវិញនៅមុនពេលកាត់ហេតុរថយន្តបើកបរមកពីទិសខាងលិចរួចបន្តឆ្ពោះទៅទិសខាងកើតលុះមកដល់ចំណុចកាត់ហេតុរថយន្តបានជួបបញ្ហាបច្ចេកទេសដាច់រ៉ូទិលរួចបានរេចង្កូតនាំរថយន្តក្រឡាប់ធ្លាក់ចូលស្រែជះកម្មករប្រុសស្រីដែលជិះនៅលើនោះទៅលើដីបណ្ដាលឲ្យដេករនូករណាលពេញវាលស្រែហើយក្រោយហេតុការណ៍កម្មករដែលរងរបួសត្រូវបានសមត្ថកិច្ចនគរបាលធ្វើការបញ្ជូនទៅកាន់មន្ទីរពេទ្យស្រុកគងពិសីដើម្បីជួយសង្គ្រោះនិងព្យាបាលភ្លាមៗរីឯអ្នកបើកបររថយន្តសមត្ថកិច្ចបាននាំខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកគងពិសីផ្នែកសណ្ដាប់ធ្នាប់ដើម្បីធ្វើការសាកសួរជុំវិញស្ថានភាពដែលនាំឲ្យមានការក្រឡាប់រថយន្តខាងលើនេះ